ជំរាបសួរបងប្អូនណាខ្លះដែលមានបញ្ហារឿងពេលដែលញ៉ាំខ្នុរហើយស្អិតដៃលាអត់ជ្រះបងប្អូនតែនឹងខ្ញុំធ្វើកាហ្វេខ្នុរញ៉ាំហើយឆ្លៀតប្រាប់ពីក្បួនលាងសម្អាតជ័រខ្នុរផងដែរបងប្អូនឥឡូវខ្ញុំចិត្តខ្នុរសិនដោយសារតែខ្នុរហ្នឹងវាអត់ផ្អែមអាហ្នឹងជាពូជខ្នុរម៉ាឡេបងប្អូនពូជហ្នឹងវាសាច់ច្រើនតែអត់ឆ្ងាញ់ទេបើសិនជាខែប្រាំងរៀងអាចញ៉ាំបានផ្អែមឡែមតែបើខែវស្សាមានទឹកភ្លៀងចូលជន់គឺអត់ផ្អែមតែម្ដងដោយសារតែនេះវាពុះរៀងស្ទើដល់ពេលអញ្ចឹងទៅវាសាបអញ្ចឹងយកមកធ្វើជាភេសជ្ជៈញ៉ាំឆ្នៃធ្វើជាកាហ្វេខ្នុរឥឡូវចិត្តហើយដៃស្អិតជាប់នឹងយកទៅលាងសាប៊ូក៏អត់កើតដែរបងប្អូនតើតែមានវិធីសាស្ត្រគឺដាក់ប្រេងឆាបងប្អូនប្រេងឆាមកអីក៏បានដែរឲ្យតែប្រេងឆាប្រេងសណ្តែកក៏បានប្រេងពោតក៏បានប្រេងអូលីវក៏បានដែរយកវាមកចាក់ដាក់ចានទៅលាងសម្អាតវាជាមួយនឹងសម្ភារៈផ្សេងនិយាយទៅឲ្យតែប្រេងឆាឲ្យតែប៉ះខ្នោជ័រខ្នោគឺវាល្អទៅឯងហ្មងបងប្អូនអត់ពិបាកហត់នឿយដុសបើបងប្អូនយកទៅដុសសាប៊ូវិញដុសមកព្រឹកអីមិនទាន់ជ្រះជ័រខ្នោអស់ផងបងប្អូនប៉ុន្តែបើយកប្រេងឆាទៅដុសលាងដុសតែមួយផ្លែតហ្នឹងគឺអូខេបងប្អូនបន្ទាប់ពីដុសប្រេងឆាស្អាតហើយចាំយើងយកទៅលាងសាប៊ូតាមក្រោយហើយចំពោះកប៉ុតវិញតើប្រើអាចដៃយកមកជួយដុសដោយសារតែវាក្រាំងកម្រះក្រាស់ពេកជើបងប្អូនអញ្ចឹងដុសនឹងអាចដៃបានវាជ្រះល្អបើសិនជាដៃយើងអីក៏ដោយបើសិនជាយើងប្រឡាក់ខ្លាំងណាអញ្ចឹងតើយកអីមកជំនួយដុសបើសិនជាប្រឡាក់តិចដូចខ្ញុំនេះដោយសារតែខ្នោហ្នឹងវាអត់សូវជ័រយើងពុះមួយថ្ងៃហើយពេលអញ្ចឹងទៅវាអត់សូវជ័រវាសូវប្រឡាក់ដែរប៉ុន្តែប្រឡាក់ខ្លាំងប៉ុណ្ណាក៏អត់បញ្ហាដែរជាមួយនឹងប្រេងឆាបងប្អូនដាក់ទៅល្អិលព្រិលទៅអស់លីងបន្ទាប់ពីលាងដៃហើយជើងមើលលទ្ធផលពេលដែលលាងហើយបងប្អូនចាំមើលលទ្ធផលស្អាតអត់មានជាប់ស្អិតអីណាដូចពេលយើងលាងអត់ប្រើប្រេងទេបងប្អូនបើសិនជាយើងអត់ប្រើប្រេងណាដុសមកព្រឹកអីហ្នឹងតន់អស់ស្អិតផងអាចជ័រខ្នោហ្នឹងជាប់នៅនឹងរហូតវាអត់ស៊ីគ្នាមួយសាប៊ូទេវាខ្លាចប្រេងឆាឃើញបងប្អូននេះលទ្ធផលចេញមកគឺស្អាតហ្មងក្បត់ដៃអីឡើងអលងព្រិលឡើងស្អាតចាស់អត់មានជាប់ដុំអីនេះស្អាតចាស់នេះឃើញអត់បងប្អូនឥឡូវមកធ្វើភេសជ្ជៈម្ដងភេសជ្ជៈហ្នឹងប្រើស្ករសក៏បានស្ករត្នោតក៏បានដែរប៉ុន្តែខ្ញុំត្រូវការពណ៌ក្រហមអញ្ចឹងស្ករសក៏យើងអាចធ្វើឲ្យវាក្រហមជើងក្រងបានដូចគ្នាដែលយើងអត់កោដាក់ស្ករនៅលើឆ្នាំងហើយអត់កោឲ្យបងប្អូនប៉ុន្តែពេលដែលវាចេញមកអញ្ចឹងយើងអាចច្រឡូកច្រឡំជ្រុំគ្នាបានដោយសារតែអានេះវាចេញមកអញ្ចឹងហើយណាបងប្អូនបើវាអត់ទាន់ចេញកុំអាកោបើសិនជាយើងកោដោយអត់ទាន់ចេញវាអាចឡើងម្សៅឬក៏អត់ងាយក្រហមទេប៉ុន្តែបើដាក់វាចោលអញ្ចឹងគឺវាមកលឿនក្រហមដូចស្ករត្នោតអញ្ចឹងបងប្អូនចង់ខស្ករសឲ្យក្រហមដូចស្ករប៉ោតធ្វើវិធីហ្នឹងទៅក្រហមឲ្យបងប្អូននេះពណ៌ស្ករសពណ៌ឡើងក្រហមដូចស្ករត្នោតអញ្ចឹងបើយើងមានស្ករត្នោតដាក់ស្ករត្នោតទៅក៏វាជើងក្រងក៏ដូចគ្នាដែរបងប្អូនប៉ុន្តែកុំកោបើសិនជាបងប្អូនកោគឺអត់ឡើងពណ៌ស្អាតទេគ្រាន់តែយើងជុំពេលដែលវាអត់ស្មើគ្នាជាមួយនឹងភ្លើងជាមួយនឹងស្ករគ្នាវាហ្នឹងបើយើងអត់ជុំវាអាចនឹងខ្លោចឥឡូវវាឡើងពណ៌ក្រហមស្អាតទេនេះបងប្អូននេះខ្នោខ្ញុំកោចេញជាអាហ្នឹងគេហៅថាមិនដំណាប់ខ្នោឯគេហៅថាអីគេខ្នោឆឹងបងប្អូនឆឹងវាយកទៅដាក់មួយកាហ្វេដោយសារតែខ្នោហ្នឹងវាសាបបើសិនជាខ្នោហ្នឹងផ្អែមបាច់យកទៅឆឹងឯងតែបើយកទៅឆឹងអញ្ចឹងវាឈ្ងុយឆ្ងាញ់ជាងញ៉ាំឆៅឥឡូវធ្វើហើយបងប្អូនខ្នោកាហ្វេខ្នោឆឹងឆ្ងាញ់ណាស់បងប្អូនញ៉ាំអស់មួយកែវអត់ដឹងខ្លួនទេខ្ញុំចង់ញ៉ាំ2កែវប៉ុន្តែអត់ហ៊ានដាក់ដោយសារតែខ្ញុំជាមួយនឹងកាហ្វេហ្នឹងទុកបានតែមួយកែវឯងហើយតតែញ៉ាំជាមួយអីផ្សេងដូចជាបាយឬក៏បន្លែឬក៏អីអញ្ចឹងទៅលាយគ្នាទៅគឺអត់អីទេតែបើថាដាក់កាហ្វេទៅវាសុទ្ធហ្នឹងដាក់ប៉ុនជើងលើនឹងងាងលើនឹងបងប្អូនអត់កើតទេកាហ្វេគ្រាប់សិតកាហ្វេម៉ាស៊ីនគ្រាប់សិត
ដាក់ទៅឆ្ងាញ់ណាស់បើចាំកាហ្វេសុទ្ធក៏បានដែរបងប្អូនមកភេទជ្ជៈហ្នឹងដាក់មួយទឹកដោះគោតែដោះគោក៏បានដាក់ជាមួយកាហ្វេខ្វិនក៏បានដែរបងប្អូនឆ្ងាញ់ដូចគ្នាហើយញ៉ាំទៅអាចជំនួសអាហារពេលព្រឹកបានព្រោះថាខ្នោហើយនឹងកាហ្វេខ្នោវាមាននេះបងប្អូនវាមានជាតិកាកសរសៃដល់ពេលអញ្ចឹងជំនួសឲ្យអាហារពេលព្រឹកបានអរគុណច្រើនបងប្អូនសម្រាប់ការទស្សនាវីដេអូពីដើមរហូតដល់ចប់